ឃ្លាំងស្តុកគ្រាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់គឺមានគ្រប់គ្រាន់ដើម្បីអាចធ្វើសង្គ្រាមជាមួយសត្រូវបានរហូតដល់រាប់ឆ្នាំនេះបើតាមការអាងរបស់សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបកាលពីថ្ងៃពុធក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim អនុប្រធានគណៈកម្មការសន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់លោក Alaeddin Borochedi បានថ្លែងបែបអំនួតថាប្រទេសអ៊ីរ៉ង់មិនទាន់បង្ហាញអំពីសមត្ថភាពវាយប្រហារពេញលេញរបស់ខ្លួននៅឡើយទេហើយទីក្រុងតេហ៍រ៉ង់ក៏នៅមិនទាន់បញ្ចេញសញ្ញាបត្រថ្មីរបស់ខ្លួននៅឡើយដែរជាមួយគ្នានេះលោក Borochedi ក៏បានច្រានចោលនៅអ្វីដែលលោកពិពណ៌នាថាជាការបិទផ្លូវកងទ័ពជើងទឹកដោយហៅវាថាគ្មានប្រសិទ្ធភាពហើយបានអះអាងថានាវាប្រហែល120គ្រឿងកំពុងរងចាំនៅជិតច្រកសមុទ្រហូម៉ូសសម្រាប់ការដឹកជញ្ជូនលោកថានាវាអ៊ីរ៉ង់ជាច្រើនកំពុងបន្តប្រតិបត្តិការដោយគ្មានការអន្តរាគមន៍ពីកងកម្លាំងអាមេរិកឡើយលោក Borochedi ដែលមានវ័យ75ឆ្នាំរូបនេះបានសង្កត់ធ្ងន់ទៀតថាអ៊ីរ៉ង់នឹងមិនដកថយពីអ្វីដែលលោកបានពិពណ៌នាថាជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រហូម៉ូសឡើយដោយលោកនិយាយថាបញ្ហាច្រកសមុទ្រដ៏សំខាន់នេះនឹងត្រូវបន្តលើកមកចរចាជាមួយសហរដ្ឋអាមេរិកបើតាមអាណាដូលូសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានចាប់ផ្ដើមឡើងកាលពីចុងខែកុម្ភៈហើយបទឈប់បាញ់មួយត្រូវបានប្រកាសនៅថ្ងៃទី8ខែមេសាដោយមានការសម្របសម្រួលពីប៉ាគីស្ថានមុនពេលផុតកំណត់លោកប្រធានាធិបតីត្រាំបានប្រកាសពន្យាពេលបទឈប់បាញ់នេះថែមទៀតដោយគ្មានការកំណត់គណៈការចរចាសន្តិភាពនៅតែបន្តជាប់គាំង